សុស្ដីយើងមកជួបគ្នានៅក្នុងរឿងថ្មីទៀតហើយបងប្អូនទាំងអស់កុំភ្លេច Subscribe Channel របស់ Admin ម្នាក់មួយផងណារឿងប្រសង់ហៅស្ត្រីកោសខ្យល់ខ្ញុំឈ្មោះផាឡាបានមករស់នៅក្នុងវត្តរយៈពេល3ឆ្នាំហើយនាងខ្ញុំតែងតែធ្វើការនៅវត្តនេះបម្រើចង្ហាន់ព្រះសង្ឃរៀបទុកដាក់ចានឆ្នាំងជួយសម្អាតក្នុងកុដិជារៀងរាល់ថ្ងៃនាងខ្ញុំធ្លាប់មានប្តីម្ដងហើយតែមិនមានកូនទេក្រោយមកនាងខ្ញុំក៏លែងលែកគ្នាព្រះសង្ឃនៅក្នុងវត្តអ្នកណាក៏ចូលចិត្តស្រឡាញ់នាងខ្ញុំដូចជាកូនជាប្អូនស្រីជាបងស្រីតែមានលោកចៅអធិការវត្តដែលមានប្រជជន48ប្រវត្តិសាលោកតែងយកចិត្តទុកដាក់ណែនាំយកចិត្តដាក់ជាងគេលោកតែងឲ្យរបស់របរប្រើប្រាស់អ្វីដែលខ្ញុំខ្វះខាតគ្រប់យ៉ាងខ្ញុំមានសំណាងណាស់ដែលខ្ញុំបានមកស្នាក់រស់នៅក្នុងវត្តផងបានធ្វើការដើម្បីបំពេញបុណ្យផងការស្នាក់អាស្រ័យក្នុងវត្តក៏ពិតមែនតែមានភាពកក់ក្ដៅដោយមានអ្នកចូលចិត្តស្រឡាញ់ទុកដូចជាបងប្អូនក្នុងគ្រួសារតែមួយនៅក្នុងវត្តនេះមានលោកប្រមាណជា6អង្គតែនៅគាត់ផ្សេងៗគ្នាព្រះចៅអធិការធំជាងគេគាត់មានការងារច្រើនត្រូវនិមន្តចាត់ចែងកិច្ចការនៅក្នុងវត្តផងនិងនិមន្តតាមផ្ទះប្រជាជនផងខ្ញុំតែងតែរៀបចំទុកដាក់របស់របរសម្រាប់គាត់យកទៅក្រៅមិនឲ្យឆ្កងខ្វះចន្លោះឡើយគាត់តែងសម្លឹងមើលខ្ញុំដោយអារម្មណ៍យកចិត្តទុកដាក់ចៃដន្យថ្ងៃមួយលោកគ្រូគៀគាត់មានអារម្មណ៍ថាមិនស្រួលខ្លួនបានឲ្យខ្ញុំទៅដាំទឹកក្តៅដើម្បីឲ្យគាត់ពិសាខ្ញុំក៏ដោយគាត់ពិសាថ្នាំគាត់ដូចមិនបានធូរស្បើយសោះខ្ញុំក៏បានលីទឹកក្តៅយកកន្សាំងចលក់ឲ្យគាត់យឺតខ្លួនគាត់ក៏បានធូរថ្ងៃនោះហើយខ្ញុំឃើញសាច់លោកគ្រូពេញភ្នែកខ្ញុំក៏លាគាត់មកបន្ទប់គេងវិញព្រឹកឡើងដោយសពដងខ្ញុំតែងតែដាំបបរយកទៅឲ្យគាត់ពិសាមុនពេលលោកចេញក្រៅធ្វើការងារបន្តត្បិតថាគាត់ជាព្រះសង្ឃក៏ពិតមែនតែរូបរាងកាយគាត់សាច់ដុំរបស់គាត់ខ្ញុំតែងតែលួចមើលរហូតខ្ញុំជាស្រីមេម៉ាអាយុ26ឆ្នាំរស់នៅម្នាក់ឯងក្រោយបែកបាក់ពីប្តីរយៈពេលយូរពេលខ្លះនឹកឃើញម្ដងខ្ញុំតែងតែលេងខ្លួនឯងដើម្បីសម្រេចអារម្មណ៍យប់នេះខ្ញុំកំពុងតែគេងតែក្តៅពេកខ្ញុំស្លៀកសារ៉ុងបំរុងទៅងូតទឹកស្រាប់តែលោកគ្រូធំស្រែកថាណានាងគាត់ចូលក្នុងបន្ទប់ខ្ញុំដោយមិនគាស់ទ្វារខ្ញុំក៏សួរថាលោកគ្រូមានការអីដែរលោកថាលោកមិនស្រួលខ្លួនខ្លាំងហូបថ្នាំមិនបាត់ទេនឹងឲ្យនាងជួយគួយកោសខ្យល់ឲ្យគាត់បន្តិចមកខ្ញុំលឺហើយភ័យផងក៏រត់ទៅយកប្រេងត្រឡាដោយភ័យស្លន់មិនប្រយ័ត្នក៏របូតសារ៉ុងបន្ទលិតភ្នំដល់មូលក្លំរបស់ខ្ញុំមុខគាត់ក៏ងាយមុខចេញដោយភាំងអាំខ្ញុំក៏ប្រញាប់ទាញសម្ពុតហើយក៏និយាយថាលោកគ្រូមកខ្ញុំក៏ខ្យល់ប្រញាប់ឡើងក្រែងឆាប់បាំងធូរស្រាលវិញហើយខ្ញុំក៏ឲ្យគាត់ទាញជីពោចុះក្រោមសាច់ទ្រូងលោកគ្រូពិតជារឹងមាំរូបរាងក្រៅរបស់គាត់ស្អាតណាស់មើលហើយខ្ញុំមានអារម្មណ៍ស្ងើបក្នុងខ្លួនគាត់ក៏បានគេងលើពូករបស់ខ្ញុំក៏ចាប់ផ្ដើមកោះខ្យល់លោកគ្រូបណ្ដាយកដៃខ្ញុំដាក់លើសាច់គាត់អង្អែលតិចស្រាប់តែក្នុងខ្លួនខ្ញុំហាក់មានកម្ដៅយ៉ាងម៉េចទេអារម្មណ៍ដែលខានយូរចាប់ផ្ដើមយ៉ាងខ្លាំងទៅលើលោកគ្រូយ៉ាងពេញឆាប់ឈួលព្រោះរូបរាងមិនថាត្រង់ណាក៏មិនមានតឡើយពេលដែលគាត់មិនមានដាក់ស្បង់ជីវរលើខ្លួនកាន់តែឲ្យខ្ញុំចង់ជាមួយគាត់កាន់តែខ្លាំងចង់ថើបលឹតមែនតែនតែមិនហ៊ានពេលដែលកោះខ្យល់ពីក្រោយរួចគាត់ក៏បែរខាងមុខឲ្យខ្ញុំកោះម្ដងពេលខ្ញុំកោះខ្យល់ឲ្យគាត់បិទភ្នែកស្រឹងស្រាប់តែមើលថៅរបស់គាត់ទូលខោយ៉ាងខ្លាំងខ្ញុំកោះក៏ធ្វើជារបួតសេនពីដៃក៏អោនរើប៉ាក់មុខរបស់ខ្ញុំនឹងអូនតូចរបស់គាត់ស្រាប់តែលោកគ្រូក៏បើកភ្នែកហើយនិយាយមកកាន់ខ្ញុំថានាងលេងទៅខ្ញុំមិនប្រកាន់ទេខ្ញុំលឺហើយខ្ញុំក៏ធ្វើជាអៀនហើយប្រាប់គាត់ថាខ្ញុំមិនហ៊ានទេស្រាប់តែលោកគ្រូទាញដៃខ្ញុំដាក់លើអូនតូចរបស់គាត់ពុទ្ធោអូនតូចរបស់លោកគ្រូធំខ្លាំងណាស់ធំមែនបងប្អូនធំជាងប្តីរបស់ខ្ញុំការដែលនៅជាមួយគាត់ទៀតរបស់លោកគ្រូឡើងរឹងខ្ញុំក៏ឈប់កោះកញ្ចន់ហើយលេងយ៉ាងស្រើបស្រាលគាត់ថានាងចេះបៀបអត់ខ្ញុំថាមិនដែរទេលោកគ្រូគាត់ក៏យកដៃប៉ះក្បាលខ្ញុំឲ្យខ្ញុំហាមាត់គាត់ក៏យកអូនតូចដាក់ចូលមាត់របស់ខ្ញុំមានអារម្មណ៍ថាស្រើបខ្លាំងខ្ញុំបៀបចុកបៀបឡើងគាត់ក៏និយាយថាស្រួលណាស់នាងអើយពេលកំពុងតែបៀបស្រាប់តែមានលោកតាម្នាក់ស្រែកសួរតានាងអើយមានឃើញលោកគ្រូធំទេខ្ញុំក៏ស្រែកវិញថាមិនឃើញទេអអើយមិនមាននរណាម្នាក់ចាប់អារម្មណ៍ថាលោកគ្រូធំនៅក្នុងបន្ទប់របស់ខ្ញុំឡើយចំណែកខ្ញុំនិងលោកគ្រូក៏នៅបៀបពីញ៉ាបន្តលោកគ្រូគាត់ក៏បានទាញសោយសារ៉ុងខ្ញុំហើយគាត់ខិតដងទ្វាររបស់ខ្ញុំយកអណ្ដាតរបស់គាត់លិតទ្វាររបស់ខ្ញុំនិងមានអារម្មណ៍ស្រាវណាស់ខ្ញុំក៏បានចេញទឹកមុនគាត់ក៏បានលិតទាំងអស់នៃរូបរាងកាយរបស់ខ្ញុំគាត់បឺតភ្នំដណានធំរបស់ខ្ញុំធ្វើឲ្យខ្ញុំស្រួលបំផុតក្នុងលោកនេះប្រហែលជាកន្លាក់ម៉ោងអូនតូចរបស់លោកគ្រូចេញទឹកដាក់មាត់ខ្ញុំពេញខ្ញុំក៏បានលេបទឹករបស់លោកគ្រូ
មានអូជីរត់ណារួចហើយលោកគ្រូគាត់ក៏ងើបដើរតិចៗទៅបន្ទប់របស់គាត់ដោយមិនមាននរណាម្នាក់ដឹងឡើយលុះស្អែកឡើងខ្ញុំក៏ធ្វើការធម្មតាដោយសពមួយដងនៅពេលថ្ងៃត្រង់ខ្ញុំមកបន្ទប់ខ្ញុំគេងនឹកស្រមៃឃើញភាពប៉ិនប្រសើររបស់លោកគ្រូខ្ញុំពិតជាចង្អឿទៀតណាស់ក៏សម្រេចខ្លួនឯងម្ដងទៀតតែវាមិនស្រួយដោយការជំនួយលោកគ្រូនោះទេនឹកឃើញពេលណាចង់បៀបរបស់គាត់ទៀតរបស់គាត់ធំរឹងមែនតែនពេញមាត់ល្អយប់បន្ទាប់ទៀតលោកគ្រូបានចូលមកបន្ទប់ខ្ញុំគាត់និយាយថាថ្ងៃនេះមកដាក់ជាមួយនាងម្ដងព្រោះថ្ងៃមុនមិនទាន់បានដាក់ទេខ្ញុំឮហើយព្រឺក្បាលស្រោបគាត់បានដកអាវរបស់គាត់អស់សើហើយគាត់ចាប់ផ្ដើមស្ទាបយ៉ាងយូរដោយភាពប៉ិនប្រសើរអង្អែលបឺតសពកន្លែងខ្ញុំរួចក៏យកដំបងដ៏ធំរបស់គាត់ដាក់ចូលថ្មីទ្វាររបស់ខ្ញុំពេលនោះដាក់ចូលភ្លាមខ្ញុំមានសេចក្តីកក់ក្ដៅភ្លាមដោយសារតែរបស់គាត់រឹងធំល្អជាងប្តីរបស់ខ្ញុំមុនឆ្ងាយណាស់គាត់ប្រើកម្លាំងខ្លាំងវ័យខ្ញុំយន់ខ្លាំងណាស់ឡើងរង្គឺផ្ទះលោកគ្រូដាក់យកគាត់លេងឡើងជាង30នាទីពេលនោះលោកគ្រូក៏ចេញទឹកចូលក្នុងទ្វាររបស់ខ្ញុំគាត់ដកចេញតិចទឹករបស់គាត់ហូរពីទ្វាររបស់ខ្ញុំអូយខ្ញុំស្ដាយទឹករបស់គាត់ច្រើនម្លេះក៏យកមាត់ទៅលិតអុយអស់ទឹកហើយក៏ថប់គាត់ក៏លាទៅបន្ទប់គាត់វិញជារៀងរាល់យប់គាត់តែងតែមកវាយឡើងជាមួយខ្ញុំរហូតមិនដាច់ខានមួយយប់ណាឡើយខ្ញុំនិងលោកគ្រូតែងតែវាយឡើងជាមួយគ្នាយប់ខ្លះ2ដងទៅ3ដងក៏មានរហូតលោកគ្រូបានឈប់ថ្វាយជាលោកមករស់នៅជាប្តីប្រពន្ធជាមួយខ្ញុំសប្តាហ៍ថ្ងៃនាងខ្ញុំមានកូនជាមួយគាត់បាន2នាក់គាត់នៅតែមានកម្លាំងខ្លាំងខ្ញុំនៅតែពេញចិត្តគាត់ពួកយើងមានសេចក្តីសុខណាស់